យុទ្ធសាស្ត្រអាជីវកម្មជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានប្រធានបទមួយថាតើស្អីទៅជាយុទ្ធសាស្ត្រអាជីវកម្មគេហៅថា business strategy គេធ្វើអីខ្លះយើងចេះតែថោប្រជុំគ្នាប្រជុំតែហ្នឹងបើដឹងថា business strategy គេរៀបអីខ្លះតោះយើងមើលទាំងអស់គ្នាអញ្ចឹងទៅការរើស៊ីមានរើដើម្បីអីរើដើម្បីប្រាក់ចំណេញតើរើស៊ីគឺត្រូវធ្វើ marketing នឹងហើយដែលត្រូវប្រើ strategy មានន័យថាម៉េចឬយុទ្ធសាស្ត្រនេះមានន័យថាម៉េចការប្រកួតប្រជែងយើងត្រូវដឹងថាទី1យើងត្រូវសិក្សាអីសិក្សាពីតម្រូវការអតិថិជនថាអតិថិជនគោលដៅនឹងយើងត្រូវការអីហើយសិក្សាជាប្រចាំមួយអាទិត្យម្ដងគឺល្អបាទហើយបើមួយខែម្ដងវាយើងយូរបន្តិចប៉ុន្តែបើបានមួយខែក៏ប្រសើរដែរណាបើល្អបំផុតមួយអាទិត្យម្ដងអានឹងគឺ perfect ខ្លាំងតែម្ដងបាទហេតុអីបានខ្ញុំនិយាយអញ្ចឹងនៅពេលណាដែលយើងរើស៊ីយើងដឹងថាយើងលក់ផលិតផលឬលក់សេវាកម្មប៉ុន្តែដៃគូយើងក៏គេលក់ដែរតែបើយើងអត់មានយុទ្ធសាស្ត្រទៅប្រកួតមួយគេយើងមិនដឹងធ្វើម៉េចអញ្ចឹងត្រូវសិក្សាពីតម្រូវការអតិថិជនជាប្រចាំទី2ត្រូវសិក្សាពីលទ្ធផលការងាររបស់ដៃគូប្រកួតប្រជែងថាតើដៃគូប្រកួតប្រជែងបានឆ្លើយតបនឹងតម្រូវការអតិថិជនប្រមាណភាគរយហើយបាទទាំងសិក្សាតាំងពីគុណភាពនិងតម្លៃទីតាំងទៀតណាតាំងទីតាំងបុគ្គលិកគេមានប្រមាណអ្នកឲ្យល្អនិយាយទៅគឺសិក្សាជាគ្រឹះរបស់ business គឺពីរហ្នឹងឯងសំខាន់ជាងគេគឺតម្រូវការអតិថិជនគាត់ចង់ហូបផលិតផលអីសេវាកម្មអីដែលគាត់ត្រូវទិញនិងតម្លៃប្រមាណហើយបានមកសិក្សាពីដៃគូប្រកួតប្រជែងគេរៀបផលិតផលគេគុណភាពយ៉ាងម៉េចហើយតម្លៃប្រមាណហើយបុគ្គលិកគេយ៉ាងម៉េចដែរអាហ្នឹងគឺរឿងសំខាន់ពីព្រោះយើងដឹងគ្រឹះទាំងពីរនេះហើយបានយើងមករៀបផលិតផលយើងនេះចំណុចទី3រៀបចំផលិតផលឬសេវាកម្មយើងឲ្យល្អជាងដៃគូប្រកួតប្រជែងហើយឆ្លើយតបនឹងតម្រូវការអតិថិជនបាទតម្រូវការអតិថិជន business មែនតែនគឺយើងរៀបឲ្យត្រូវនឹងតម្រូវការអតិថិជនធ្វើម៉េចល្អជាងដៃគូប្រកួតប្រជែងអញ្ចឹងរៀបធ្វើម៉េចត្រូវដូចខ្ញុំលក់ម៉ូតូ Honda អញ្ចឹងអ្នកណាក៏លក់ម៉ូតូ Honda ណាមកលក់ម៉ូតូ Honda យើងពិបាកលក់ហ្មងមិនដឹងនិយាយថាម៉េចបាទព្រោះ Honda ដូចតែគ្នាម៉ាស៊ីនត្រជាក់អ្នកណាក៏ប៉ាណាសិដិចតាសគីអីដូចតែគ្នាយើងពិបាកលក់ហ្មងព្រោះយើងមិនអ្នកផលិតទេបាទយើងមិនអ្នកផលិតទេបើអ្នកផលិតគេលក់បែបផ្សេងអញ្ចឹងយើងធ្វើម៉េចអញ្ចឹង business ពិតប្រាកដយុទ្ធសាស្ត្រយើងគឺរួបលក់លក្ខខណ្ឌធ្វើម៉េចឲ្យមានល្អជាងដៃគូប្រកួតប្រជែងដូចភ្ញៀវខ្ញុំលក់ម៉ូតូ Honda អញ្ចឹងបាទខ្ញុំឲ្យ survey ជាប្រចាំតម្រូវការអតិថិជនត្រូវការអីមានលទ្ធភាពប្រមាណបង់ការប្រាក់យ៉ាងម៉េចហើយដៃគូប្រកួតប្រជែងមិនសិក្សាដៃគូប្រកួតប្រជែង3ទៅ5មានន័យថាឧទាហរណ៍ថាមានលុយ$100ទិញម៉ូតូបានជិះដៃគូប្រកួតប្រជែង3ទៅ5បាទការប្រាក់ 1.00 ក្នុងមួយខែហើយទិញម៉ូតូមួយ free អាវភ្លៀងមួយយើងរៀបលក្ខខណ្ឌយើងឲ្យល្អជាងដៃគូគេមាន$100យើងមានតែ$90ក៏ទិញម៉ូតូបានជិះឃើញលក្ខខណ្ឌ deposit យើងល្អជាងការប្រាក់គេ 1.00 មួយខែយើង 0.90 បាទគេថែមអាវភ្លៀងមួយយើងថែមមួកការពារមួយដល់យើងដួតពេកធ្វើ content ទៅគេចាប់អារម្មណ៍ខ្លាំងដល់មកទិញខ្ញុំប្រាប់ថាអូនកុំឲ្យគាត់ទិញអតិថិជនអ្នកខ្លះភ្ញៀវខ្ញុំខ្លះលោកគ្រូខ្ញុំបញ្យល់គាត់យល់ទាំងអស់ដល់សម្រាប់ចិត្តទិញគាត់ស្ទើរស្ទាក់ដោយសារមិនគាត់ខ្លាចទិញខុសដល់គាត់មកទិញខ្ញុំប្រាប់គាត់ឲ្យទិញយើងប្រាប់អញ្ចឹងបញ្យល់គាត់ថាអូនរបស់យើងដៃគូគាត់ជែង100បានមាន$100បានទិញម៉ូតូដល់ជិះយើងតែ90លក្ខខណ្ឌយើងល្អជាងបើការប្រាក់គេ 1.00 យើង 0.90 គេថែមមួកការពារមួយយើងថែមអាវភ្លៀងមួយទៀតបាទលក្ខខណ្ឌយើងល្អជាងអូនទៅសួរគេសិនមិនចាំសម្រាប់ចិត្តមែនពួកនោះ10 20នាក់មកគាត់ទៅវិញប្រើហើយកន្លះម៉ោង1ម៉ោងមកត្រឡប់មកវិញទាលិខិតផ្ដិតមេដៃតែម្ដងហេតុអីមុនជួបខ្ញុំលក់បាន30គ្រឿងដល់ជួបខ្ញុំហើយធ្វើវិធីនេះហើយយើងលក់បាន150ទៅ200គ្រឿងក្នុងមួយខែហេតុអីលក្ខខណ្ឌយើងល្អជាងដៃគូហើយត្រូវសិក្សាយុទ្ធសាស្ត្រនឹងត្រូវសិក្សាតម្រូវការអតិថិជនជាប្រចាំមួយខែម្ដងឬក៏មួយអាទិត្យឬពីរអាទិត្យម្ដងល្អបំផុតហើយនឹងសិក្សាពីដៃគូប្រកួតប្រជែងហើយរៀបលក្ខខណ្ឌយើងឲ្យល្អជាងដៃគូគ្រប់ business ទាំងអស់មិនមែនលក់តែម៉ូតូ Honda ទេស្អីក៏ដោយត្រូវសិក្សាអញ្ចឹងអ្នកខ្លះរើស៊ីមួយឆ្នាំ2ឆ្នាំអត់ស្គាល់ដៃគូប្រកួតប្រជែងកើតប្រមាណតម្រូវការអតិថិជនស្អីខ្លះគាត់ចេះឆ្ងល់ហេតុអីគាត់លក់មិនដាច់ទៅពួកគាត់អត់មានគ្រឹះនេះ business ផងគ្រឹះនេះ business គឺប៉ុណ្ណឹងគឺតម្រូវការអតិថិជនហើយនឹងដៃគូប្រកួតប្រជែងបានរៀបផលិតផលយើងឬសេវាកម្មយើងឲ្យល្អជាងដៃគូនេះជាគ្រឹះរបស់ business ហើយបើអ្នកណាអត់យល់ដៃគូប្រកួតប្រជែងអត់ដឹងដៃគូប្រកួតប្រជែងជាអ្នកណាអត់ដឹងអតិថិជនគោលដៅជាអ្នកណាណៃរើស៊ីវិញទិសហើយទិសរបស់យើងគឺលក់ទៅឲ្យ
អតិជនគោលដៅទិសរបស់យើងគឺប្រកួតមួយដៃគូបើយើងអត់យល់ទេយើងមិនដឹងរកស៊ីដើម្បីអីទេអញ្ចឹង business អ្នកនឹងមានបញ្ហាហើយបាទអរគុណច្រើនបងប្អូនជាម្ចាស់អាជីវកម្មទាំងអស់គ្នាដែលបានចូលរួមទស្សនាបើបងប្អូនចង់បានវីដេអូថ្មីខ្ញុំមាន page មាន TikTok មាន YouTube ឈ្មោះថាអំណោយទានជួយ like ជួយ subscribe ផងយើងនឹងបានជាប្រយោជន៍យើងទាំងអស់គ្នាបាទអរគុណច្រើនបាទ